បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពី graph ផ្លិតដែលយើងហៅ pie chart ដែលនៅក្នុង pie chart ហ្នឹងវាមាន pie ធម្មតាវាមាន 3D pie វាមាន pie of pie pie of bar of pie ហើយនិង donut នេះជាដើមអញ្ចឹងតើ pie chart នេះយើងរៀបចំវាយ៉ាងដូចម្ដេចហើយនឹងវាមានអត្ថន័យយ៉ាងដូចម្ដេចនោះចឹងសូមបងប្អូនទាំងអស់គ្នាធ្វើការតាមដានជាបន្តដូចតទៅខ្ញុំមានទិន្នន័យសម្រាប់សាងសង់ graph ផ្លិតនេះដែលយើងមានចំណាយប្រចាំខែឧទាហរណ៍នៅក្នុងនេះដូចជាអាហារ$50ទឹកភ្លើង40ថ្លៃសាលា100អីជាដើមដែលសរុបទាំងអស់គឺ235ឥឡូវនេះខ្ញុំចង់បានឆាតដាក់នៅក្នុង slide ទី2យើងខ្ញុំចុចទៅ insert menu តមកយើងយកពាក្យថា chart ហើយរើសយក pie ហើយខ្ញុំ select លើទី1សិនចុះតមកយើងចុច OK ប៉ុណ្ណឹងហើយយើងឃើញមាន file Excel មួយដែលវាបង្ហាញព័ត៌មានអំពីដែលវាបង្ហាញអូតូពាក់ព័ន្ធជាមួយនឹងចំណូលពីការលក់អីចឹងទៅប៉ុន្តែយើងអត់យកទិន្នន័យដែលមានស្រាប់នឹងទេចឹងខ្ញុំចង់បានទិន្នន័យជាប្រភេទចំណាយដែលខ្ញុំបានរៀបចំទុកជាមុននៅក្នុងតារាងនេះចឹងយើងគ្រាន់តែធ្វើការ copy តែម្ដងដើម្បីចំណេញពេលចឹងខ្ញុំ copy នេះគឺយើងយកតែចំណាយមួយដើម្បីយកមកដាក់នៅក្នុង Excel ចឹងយើង copy ហើយខ្ញុំផាសវាចូលទៅក្នុងនឹងតែម្ដងពេលនេះយើងបានឆាតហើយចឹងយើងអាចបិទផ្ទាំង Excel ចឹងនៅក្នុងនេះបើក្នុងករណីចេញមកអក្សរវាតូចអីបែបនេះបងប្អូនអាចធ្វើការកំណត់សាយអាចធ្វើការផ្លាស់ប្ដូរហ្វុនអក្សរដែលបងប្អូនពេញចិត្តចឹងទៅអញ្ចឹងយើងនឹងឃើញ graph នេះគឺវាមានចេញមកហើយពណ៌ខៀវនេះគឺអាហារពណ៌ទឹកក្រូចទឹកភ្លើងថ្លៃសាលាអីជាដើមអញ្ចឹងវានឹងឃើញធំតូចទៅតាមចំនួនទឹកប្រាក់នៃការចំណាយជាក់ស្ដែងហើយដើម្បីបន្ថែមទិន្នន័យឲ្យវាកាន់តែស្រួលមើលនោះយើងអាចចុចទៅលើ slide ហ្នឹងតមកយើងចូលទៅ chart design ហើយបងប្អូនអាចធ្វើការជ្រើសរើសពណ៌ណាដែលពេញចិត្តទៅហើយមួយទៀតខ្ញុំចង់ឲ្យនេះអាហារថ្លៃទឹកភ្លើងអីនេះអត់ចង់ដាក់ឲ្យវានៅក្រោមអញ្ចឹងទេឲ្យវានៅក្នុង chart ហ្នឹងតែម្ដងអញ្ចឹងយើងអាចចុចទៅ quick layout ហើយខ្ញុំយកបែបនេះយើងឃើញចំណាយទាំងអស់ហ្នឹងមុខនៃចំណាយហ្នឹងគឺវាដាក់វាចូលទៅក្នុង pie chart ហ្នឹងតែម្ដងនៅក្នុង pie chart នេះវាស្រាប់តែចេញជាភាគរយបែបនេះប៉ុន្តែយើងអត់ចង់បានជាភាគរយទេយើងចុចជាយើងចង់បានជាដុល្លារអញ្ចឹងអាចមកស្ដាំលើវាហើយយកពាក្យថា data form data label ហើយកន្លែងនេះវាចេញជា percentage អញ្ចឹងខ្ញុំដោះ percentage ចេញខ្ញុំយក value របស់វាប៉ុណ្នេះយើងបិទផ្ទាំងនេះមកវិញយើងនឹងឃើញចំនួនទឹកប្រាក់នៃចំណាយនីមួយហើយយើងចូលទៅឆាតមួយទៀតតើវារូបរាងវាយ៉ាងម៉េចចឹងបងប្អូនខ្ញុំមិនចាំបាច់ធ្វើឡើងវិញ copy ទិន្នន័យឡើងវិញទេយើងគ្រាន់តែចុចលើវាហើយយើងមើលកន្លែង chart design នៅខាងស្ដាំដៃបំផុតនេះវាមាន change chart type ចឹងកន្លែងនេះយើងអាចធ្វើការផ្លាស់ប្ដូរទៅ chart ទម្រង់ជា column ឬមួយក៏ line អីបានតាមចិត្តចឹងខ្ញុំរើសយក 3D វិញហើយយើងចុច OK បាទអញ្ចឹងនៅពេលដែលយើងរើសយកលក្ខណៈ 3D វានឹងចេញទម្រង់ chart ដែលវាមានភាពទាក់ទាញជាងមុនហើយបងប្អូនអាចទាញចំណិតនៃព័ត៌មានរបស់វានឹងចេញឲ្យវាផុតពីគេក៏បានឬមួយក៏ចង់ដើម្បីឲ្យវាឆ្ងាយគ្នាស្អាតអីអានឹងលើបងប្អូនអ្នកស្រឡាញ់ពេញចិត្តហើយយើងធ្វើការបដូរសាយបដូរហ្វុនអីទៅព្រោះធម្មតាតែកាលណាយើងបដូរ format បដូរទម្រង់បដូរ type នៃ chart វានឹងចេញអក្សរ default របស់វាដែលវាតូចអីចឹងទៅអញ្ចឹងខ្ញុំអានឹងយើងសេរីទៅតាមនឹងជាក់ស្ដែងអញ្ចឹងវាអត្ថន័យគឺដូចតែគ្នាទេយើងបង្ហាញចំណាយណាដែលវាមានទឹកប្រាក់ច្រើនវាក៏ឃើញប្រទេសយ៉ាងធំជាងគេទៅហើយទឹកប្រាក់ណាតូចវាក៏ចេញ
តូចទៅតាមនឹងដូចគ្នាមួយឆាតទៀតគឺដែលវាមានទម្រង់លក្ខណៈស្មុគស្មាញជាងមុនដែលយើងហៅ pi to pi អញ្ចឹងខ្ញុំបដូរវាហើយបន្ទាប់មកយើងចុច OK ពេលនេះយើងឃើញមានឆាត2បន្តគ្នាដែលមានអានេះឆាតធំហើយឆាតមួយទៀតគឺវាចាប់យកទិន្នន័យកុំឲ្យឆាតមួយហ្នឹងវាមានទិន្នន័យច្រើនពេកវាមានមុខចំណាយច្រើនពេកអញ្ចឹងទៅអញ្ចឹងខ្ញុំសូមដាក់អក្សរឲ្យវារៀងធំបន្តិចដើម្បីស្រួលបញ្យល់បងប្អូនទាំងអស់គ្នាខ្ញុំរើសយកបាត់ដំបងហើយសាយខ្ញុំយក20ទៅឲ្យវារៀងធំបន្តិចហើយមួយទៀតតាក់ទងជាមួយនឹងអក្សរឈ្មោះរបស់វាខ្ញុំដាក់វានៅក្នុង line quick នេះយើងអាចបាទរើសយកអានេះក៏បានដែរមិនបាច់ចាំម៉ៅស្ដាំយក data label អីមិញក៏បានដែរអញ្ចឹងយើងឃើញសាលាចំណាយថ្លៃសាលា100ប៉ុន្តែវានឹងចេញអូតូមួយទៀតគឺវាចាប់នេះអាពីសាំងហើយនឹងភេសជ្ជៈនេះវាចាប់ដាក់ទៅជា adder មានន័យថាវាបំបែក pi ឆាតហ្នឹងទៅជាឆាតផ្សេងមួយទៀតអញ្ចឹងកន្លែងនេះបើសិនជាឧទាហរណ៍ថានៅក្នុងតារាងចំណាយនេះខ្ញុំចង់ឲ្យវាបង្ហាញតែធំឬមួយក៏ត្រឹម$40ចុះក្រោមឲ្យវាដាក់ចូលទៅក្នុង adder ដែលបានបង្កើតទៅជាឆាតថ្មីមួយទៀតអញ្ចឹងដូចទី$5ស្កាតនេះភេសជ្ជៈ$10សាំង30អញ្ចឹងវាក្រោម40អញ្ចឹងឲ្យវាទៅជាឆាតផ្សេងមួយទៀតនឹងតែម្ដងប៉ុន្តែអូតូនេះវាចាប់តែ2ទេគឺសាំងហើយនឹងភេសជ្ជៈអញ្ចឹងបងប្អូនអាចមកស្ដាំលើវាហើយយើងយកពាក្យថា format data point ចុចលើវាមកយើងនឹងឃើញមានកន្លែង value in sequence plot នេះ sequence plot ហ្នឹងគឺសំដៅទៅលើ pi ទី2នេះអញ្ចឹងយើងចង់យកប្រមាណអញ្ចឹងខ្ញុំចង់យក3យើងយក3នេះយើងមានកន្លែងកំណត់ split series នេះគឺ position គឺបើវាគិតទៅតាមតារាងមិញគឺអា3ហ្នឹងគឺវានៅ3លេខរៀងចុងក្រោយគេចាប់យកប៉ុណ្ណឹងបើយើងដាក់4វានឹងចាប់យកអា4ចុងក្រោយហ្នឹងហើយមួយទៀតបើក្នុងករណីយើងចង់បានជាកំណត់ទឹកប្រាក់វិញយើងចុចលើពាក្យ value ហើយមិញខ្ញុំថានេះ value less than តម្លៃលេខទៀបជាងអញ្ចឹងទៀបជាងនេះយើងអាចវាយ40ទៅមានន័យថាលេខណាចំណាយណាដែលតូចជាង$40ឲ្យវាបំបែកទៅជាឆាក pi មួយទៀតចឹងទៅបាទប៉ុណ្នេះតកតងជាមួយនឹង gap width នេះគឺតកតងជាមួយនឹងចន្លោះអញ្ចឹងបើយើងទាញកាន់តែធំយើងឃើញចន្លោះពី pi 1ទៅ pi 1វារៀងឆ្ងាយពីគ្នាហើយបើយើងទាញលេខឲ្យវាតូចមកវិញអានឹងវានៅរៀងគៀកគ្នាចំណែកឯ point exposure នេះគឺពាក់ព័ន្ធជាមួយនឹងចំណុចគៀកនៃចំណិតមួយយើងអាចទាញសេរីទៅតាមការពេញចិត្តរបស់បងប្អូនទាំងអស់គ្នាដែរចំណែកឯ sequence plot size នេះវិញគឺពាក់ព័ន្ធមួយទំហំនៃឆាតទី2នេះអញ្ចឹងយើងចង់ឲ្យវាតូចឬមួយក៏ធំបើយើងទាញឲ្យវាលេខភាគរយ50%មានន័យថាវាពាក់កណ្ដាលនៃ pi ទី1នេះបាទអញ្ចឹងយើងកំណត់បានថាយើងស្រឡាញ់ប៉ុណ្ណឹងចោះពេលនេះយើងបានឆាតមួយដែលវាបំបែកហ្នឹងគឺបំបែកចំណាយណាធំវានៅក្នុងឆាតទី1ហើយទឹកប្រាក់ដែលតូចជាង$40វាបំបែកទៅជាឆាតមួយទៀតហើយមួយទៀតវានឹងចេញអក្សរអូតូដាក់ថា adder អញ្ចឹងកន្លែងនេះបើសិនជាវាចេញអក្សរ adder នេះបងប្អូនអាចធ្វើការកែសម្រួលដាក់ទៅជាអក្សរផ្សេងអញ្ចឹងទៅដើម្បីឲ្យវាចេញជាភាសាខ្មែរទាំងអស់អាហ្នឹងក៏បានដែរស្រួលមើលអញ្ចឹងខ្ញុំដាក់ពណ៌នេះចាស់ដើម្បីឲ្យឃើញទាំងអស់គ្នាហ្នឹងហើយអញ្ចឹងនៅពេលដែលយើងឃើញចំណាយផ្សេងសរុបទាំងអស់45ហើយយើងមើលទិន្នន័យលម្អិតបន្ថែមទៀតទៅអាផ្សេងហ្នឹងវាមានសាំង30វាមានភេសជ្ជៈ10ហើយនឹងកាតទូរស័ព្ទ$5អីចឹងទៅបាទនេះគឺជាការបំបែកឆាតដែលយើងហៅ pi of pi មានន័យវាមាន pi ហើយវាមាន pi តូចបន្ថែមទៀតចឹងទៅដើម្បីយើងប្រើវាដើម្បីកុំឲ្យ
pie របស់យើងហ្នឹងវាមានតន្ន័យច្រើនពេកវាស្អេកស្កះហើយវាធ្វើឲ្យចំណិតហ្នឹងវាទូចដល់ពេលយើងដាក់អក្សរដាក់លេខពេលខ្លះវាកងលើគ្នាអីជាដើមអញ្ចឹងទៅបាទនេះជាប្រភេទនៃ pie ទី3ដែលយើងហៅ pie of pie ទៅ pie ប្រភេទមួយទៀតគឺ bar of pie bar of pie នេះគឺវាប្រហាក់ប្រហែលជាមួយនឹងមិញដែរទេគ្រាន់ថាវាចេញជាបាបែបនេះចេញជាចុងអាមិញវាទៅជាផាយដូចគ្នាផាយនៃផាយអញ្ចឹងផ្សេងដូចគ្នាការទូរស័ព្ទ5ភេសជ្ជៈ10សាំង30អីជាដើមអញ្ចឹងទៅអាហ្នឹងវាអាស្រ័យលើការពេញចិត្តរបស់បងប្អូនទាំងអស់គ្នាតែបងប្អូនចូលចិត្តផាយបែបណាអញ្ចឹងយើងស្រឡាញ់យើងជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនទៅមួយចំណុចទៀតគឺតាក់ទងជាមួយនឹងផាយចុងក្រោយគេហៅ donut ហ្នឹងដូចនំ donut វាចេញទិន្នន័យជាលក្ខណៈមូលបែបនេះចំពោះការបកស្រាយដូចគ្នាទេគឺតែកាលណាចំណាយណាដែលធំជាងគេវានឹងចេញទាំងជាចំណិតធំហើយបន្តទៅតាមទំហំនៃទឹកប្រាក់ដែលយើងបានកំណត់ចឹងទៅយើងចង់ដូរទៅជាភាគរយដូចមិញហ្នឹងយើងចុច quick នេះមកហើយដូរទៅជាភាគរយតែអាហ្នឹងវាគេ PowerPoint ហ្នឹងវានឹងគណនាសរុបទាំងអស់តើចំណាយមួយមុខហ្នឹងវាស្មើនឹងប្រមាណភាគរយបើធៀបជាមួយនឹងចំណាយសរុបដែលយើងបូកបញ្ចូលគ្នាហ្នឹងបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញពីរបៀបសាងសង់ហើយនឹងការបកស្រាយខ្លះនៅក្នុង pie chart ដែលវាមានច្រើនប្រភេទហ្នឹងយើងសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងការប្រើប្រាស់ក៏ដូចជាការធ្វើបទបង្ហាញបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយទាក់ទងជាមួយនឹង PowerPoint ជាបន្តទៀត